សូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីយើងវិលត្រឡប់មកជួបគ្នាវិញសាជាថ្មីជាមួយនឹង Channel បាក់សីទេពថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្ដាប់អំពីរឿងដំណើររបស់បុរសចំណាស់ម្នាក់ដែលនិយាយពាក់ព័ន្ធទៅជាមួយនឹងភូមិចម្លែកមួយដែលមានធ្មប់នៅក្នុងភូមិនោះផងដែរហើយអ្នកនៅក្នុងភូមិនោះជាពិសេសគឺមនុស្សចាស់ហើយនិងមនុស្សពោះធំតែងតែជួបបញ្ហាដែលពាក់ព័ន្ធទៅជាមួយនឹងអាបធ្មប់នេះចង់ដឹងថាតើសាច់រឿងនេះមានភាពព្រឺព្រួយយ៉ាងណានោះយើងទៅស្ដាប់ជាមួយនឹងបាសីទេទាំងអស់គ្នាដូចតទៅរឿងធ្មប់ក្នុងភូមិចម្លែកកាលពីសម័យកាលជាង40ឆ្នាំមុនហើយពីចំនួននោះនៅមានរទេះសេះនៅរត់នៅឡើយនោះទេនៅក្នុងស្រុកខ្មែររបស់យើងមានភូមិតូចៗជាច្រើនកន្លែងនៅជាប់តំបន់ព្រំដែនហើយអ្នកភូមិដែលរស់នៅជាប់តំបន់ព្រំដែនកាលពីពេលនោះពួកគាត់ក៏រកស៊ីបន្តិចបន្តួចជាប់ជាមួយនឹងព្រំដែនភាគខាងលិចយើងនោះឯងនៅតាមបន្ទាត់ព្រំដែននោះមានភូមិតូចៗចំនួន2ដែលគេមិនស្គាល់ឈ្មោះនោះទេហើយភូមិទាំងពីរនោះមានប្រជាជនរស់នៅសរុបប្រមាណជាង20គ្រួសារតែប៉ុណ្ណោះហើយក៏មិនទាន់មានភាពរីកចម្រើនអ្វីនោះដែរដោយសារតែជាង40ឆ្នាំមុននោះប្រជាជនក៏សង់ផ្ទះលក្ខណៈបែបតូចៗតែប៉ុណ្ណោះដើម្បីធ្វើស្រែធ្វើចម្ការនៅទីនោះហើយភូមិទាំងពីរនោះគឺភូមិមួយនៅខាងជើងរីឯភូមិមួយទៀតនៅខាងត្បូងភូមិនៅខាងត្បូងគឺមានមនុស្សរស់នៅជាធម្មតាប្រកបមុខរបររកស៊ីនិងសម្បូរទៅដោយមនុស្សល្អៗរីឯភូមិខាងជើងវិញនោះគេសម្គាល់ឃើញថាមិនសូវជាមានមនុស្សចិញ្ចោលនោះទេហើយមានសភាពស្ងប់ស្ងាត់ខុសប្លែកនិងហាក់បីដូចជាមានអាចកំបាំងអ្វីមួយយ៉ាងនៅពីខាងក្រោយភូមិនោះចំណែកឯផ្លូវចុះពីផ្លូវធំចូលទៅកាន់ភូមិទាំងពីរនោះគឺមានផ្លូវបំបែកមួយផ្លូវមួយបំបែកទៅភូមិខាងជើងរីឯផ្លូវមួយទៀតគឺបំបែកទៅភូមិខាងត្បូងបើនិយាយទៅចំចំណុចប្រសពនោះគឺផ្លូវទាំងពីរនោះបើសិនជាអ្នកចង់ធ្វើដំណើរទៅភូមិណាមួយដល់កន្លែងនោះគេនឹងទៅតាមផ្លូវដែលគេចង់ទៅហើយនៅភូមិខាងជើងគេតែងតែនិយាយតគ្នាថាមានអាបធ្មប់នៅក្នុងភូមិនោះព្រោះដោយសារតែសត្វមាន់ឬក៏សត្វគោក្របីរបស់អ្នកភូមិដែលនៅភាគខាងត្បូងនោះគឺបាត់ជាញយឲ្យតែបានដើរមកស៊ីស្រូវឬក៏ស៊ីស្មៅនៅក្បែរភូមិខាងជើងនោះគឺដឹងតែបាត់ហើយលុះដល់ពេលរំលងបាន 2-3 ថ្ងៃពួកគេក៏ប្រទះឃើញសាកសពសត្វគោឬក៏កាកសំណល់ដែលសេសសល់ពីការស៊ីគ្រឿងក្នុងហើយអ្នកភូមិនៅខាងត្បូងក៏គេមិនហ៊ានដើរចូលភូមិនោះនៅពេលយប់នោះដែរព្រោះគេគិតថាបើចូលនៅពេលយប់ច្បាស់ជាជួបអាសន្នឬក៏ជួបនៅរឿងអ្វីមួយដែលពួកគេនឹងមិនហ៊ាននិយាយនោះទេហើយក៏មិនហ៊ានគិតថាជារឿងអាបធ្មប់ពិតប្រាកដឬក៏ជារឿងអ្វីផ្សេងនោះដែរព្រោះអីនៅជិតតំបន់ព្រំដែនគាត់រស់នៅនោះគឺមានតំបន់ព្រៃភ្នំជាច្រើនអាចថាមានសត្វកាចសាហាវដូចជាសត្វខ្លាឬក៏សត្វចចកជាដើមដែលចាប់សត្វពាហនៈដែលគាត់បានចិញ្ចឹមនោះយកទៅស៊ីក៏អាចថាបានដែរប៉ុន្តែនេះគឺជាការសន្មតរបស់អ្នកភូមិដែលគេរស់នៅជិតនោះហើយភូមិអាចកំបាំងឬក៏ភូមិចម្លែកដែលនៅភូមិខាងជើងនោះគឺគេឃើញមានមនុស្សរស់នៅមិនច្រើននោះទេហើយមនុស្សភាគច្រើនគឺឃើញតែពេលយប់ឬក៏ពេលល្ងាចតែប៉ុណ្ណោះរីឯពេលថ្ងៃភូមិនោះគឺគ្មានសកម្មភាពអ្វីទាំងអស់ហើយផ្លូវចូលទៅក្នុងភូមិគ្រាន់តែឃើញពីចម្ងាយក៏មានអារម្មណ៍ថាព្រឺសម្បុរដែរភូមិនោះគឺគ្មានមនុស្សចាញ់ចូលច្រើនដូចភូមិនៅខាងត្បូងនោះទេហើយរឿងនេះក៏បានកើតឡើងចំពោះបុរសប្តីប្រពន្ធ2នាក់ដែលប្រពន្ធរបស់គាត់នោះគឺមានទម្ងន់ជិតគ្រប់ខែទៅហើយ
ហើយគាត់ក៏មានរទេះសេះមួយដើម្បីធ្វើការរកស៊ីដឹកអីវ៉ាន់ឲ្យអ្នកភូមិនៅទីនោះដូចជាដឹកអង្ករឬក៏ដឹករបស់របរផ្សេងៗដែលយើងតែងតែហៅថាអ្នករត់រទេះសេះនោះឯងនៅល្ងាចថ្ងៃមួយនោះប្តីប្រពន្ធពីរនាក់គាត់ក៏បាននិយាយគ្នាថាប្រពន្ធរបស់គាត់នឹងគឺចិត្តគ្រប់ខែទៅហើយគាត់ចង់នាំប្រពន្ធរបស់គាត់ទៅនៅឯផ្ទះម្ដាយរបស់គាត់មួយរយៈខ្លីព្រោះថាមិនយូរទេប្រពន្ធរបស់គាត់នឹងច្បាស់ជាសម្រាលហើយក៏នៅឯផ្ទះម្ដាយរបស់គាត់នោះគឺសម្បូរពេទ្យឆ្មបជាច្រើនវាសុវត្ថិភាពនៅក្នុងការដែលប្រពន្ធគាត់នឹងសម្រាលកូនឬក៏ឆ្លងទន្លេជាដើមអញ្ចឹងទៅនៅភ្លាមនោះប្តីរបស់គាត់ក៏បាននិយាយគ្នាជាមួយនឹងប្រពន្ធរបស់គាត់ថាឯងខ្ញុំគិតថាខ្ញុំនាំឯងទៅនៅផ្ទះម៉ែមួយរយៈខ្លីសិនទម្រាំតែឯងសម្រាលអាចជា 4-10 ថ្ងៃអីទៀតគឺសម្រាលហើយខ្ញុំមិនចង់នៅយូរទៀតទេព្រោះភូមិរបស់យើងដែលរស់នៅបច្ចុប្បន្ននេះគឺគ្មានពេទ្យឆ្មបនោះទេគឺឆ្ងាយណាស់ទម្រាំតែទៅរកពេទ្យឆ្មបបានគឺចំណាយពេល 2-3 ម៉ោងឯណោះអញ្ចឹងហើយយើងទៅដេកនៅផ្ទះម៉ែសិនទៅចាំដល់ពេលដែលឯងនឹងសម្រាលហើយចាំខ្ញុំយកមកនៅភ្លើងនៅផ្ទះយើងវិញក៏បានដែរឬក៏នៅភ្លើងនៅផ្ទះម៉ែសិនក៏បានដែរណាមិនអីទេយើងទុកផ្ទះផ្ញើជាមួយនឹងបងប្អូនអ្នកជិតខាងយើងសិនទៅណាពេលនោះប្រពន្ធរបស់គាត់ក៏បានឆ្លើយថាចាឯងបើអញ្ចឹងក៏បានដែរចាំខ្ញុំរៀបអីវ៉ាន់សិនចាំយើងចេញដំណើរទៅនាពេលល្ងាចនេះតែម្ដងទៅព្រោះខ្ញុំមានអារម្មណ៍ថាដូចជារៀងរយចង្កេះដល់ហើយពេលនោះប្តីប្រពន្ធរបស់គាត់នឹងក៏បានរៀបចំអីវ៉ាន់ដែលមានសារៈសំខាន់សម្រាប់មនុស្សសរសៃខ្ចីឬក៏ជាសម្រាប់មនុស្សពោះធំជាដើមអញ្ចឹងទៅប្តីរបស់គាត់ក៏បានដាក់រទេះសេះមកហើយក៏បានចាប់សេះយកទិមនៅក្នុងរទេះនៅពេលនោះគាត់ក៏បានទៅផ្ដាំផ្ញើជាមួយនឹងអ្នកជិតខាងជាពិសេសគឺចាស់នៅក្នុងភូមិនៅជិតផ្ទះរបស់គាត់ទាំងពីរអ្នកប្តីប្រពន្ធនោះឯងពេលដែលគាត់បានផ្ដាំផ្ញើរួចហើយអ៊ំប្រុសម្នាក់ដែលនៅជិតផ្ទះរបស់គាត់នោះក៏បាននិយាយថាណែក្មួយមកណែបន្តិចហើយហៅប្រពន្ធរបស់ក្មួយមកជួបអ៊ំផងអ៊ំមានរបស់ចង់ឲ្យណាពេលនោះក៏គាត់ទាំងពីរអ្នកប្តីប្រពន្ធក៏បានដើរមកជិតអ៊ំប្រុសម្នាក់នោះហើយក៏បានសួរថាតើមានការអ្វីដែរលោកអ៊ំក៏បាននិយាយថាអ៊ំមានកថាមួយដើម្បីជូនទៅប្រពន្ធរបស់ក្មួយព្រោះថាមនុស្សមានពោះមានពងធ្វើដំណើរពេលល្ងាចឬក៏ពេលយប់គឺត្រូវតែមានរបស់ការពារខ្លួនណាក្មួយនេះគឺជាកថាការពារខ្មោចព្រាយបិសាចដែលអ៊ំធ្វើកថានេះឡើងសម្រាប់ការពារនៅក្នុងភូមិរបស់យើងហើយក៏សម្រាប់ការពារមនុស្សមានផ្ទៃពោះឬក៏មានពោះមានពងផងហើយរទេះសេះរបស់ក្មួយចាំអ៊ំជួយចងសមាសិលឲ្យពេលដែលធ្វើដំណើរយប់ប្រលប់គឺវាមិនស្រួលនោះទេក្មួយដឹងទេភូមិរបស់យើងគឺវាសុវត្ថិភាពនោះទេប៉ុន្តែភូមិមួយដែលនៅជាប់ខាងជើងយើងនេះគឺគ្មានសុវត្ថិភាពទេណាក្មួយតើក្មួយមានដឹងរឿងនេះដែរឬទេបាទអ៊ំខ្ញុំក៏ដឹងអំពីរឿងនេះដែរប៉ុន្តែខ្ញុំគិតថាវាមិនអីទេណាអ៊ំហើយទៅចោះចាំអ៊ំជួយចងសីមានៅជុំវិញរទេះសេះរបស់ក្មួយព្រោះថាប្រពន្ធរបស់ក្មួយនេះមានទម្ងន់ចិត្តគ្រប់ខែហើយមិនហ៊ានប្រហែសទេណាក្មួយណាមួយក្មួយធ្វើដំណើរនៅពេលយប់ទៀតអ៊ំខ្លាចក្រែងថាមានបញ្ហាអ្វីកើតឡើងទៅដល់ប្រពន្ធរបស់ក្មួយគឺយើងជាអ្នកជិតខាងនឹងគ្នាយើងចេះតែបារម្ភអញ្ចឹងហើយណាក្មួយព្រោះនៅជិតភូមិរបស់យើងមានពួកចេះវិជាខ្មៅឬក៏អាបធ្មប់នោះគឺវាច្រើនណាស់ហើយយើងមើលមិនឃើញនោះទេនៅភ្លាមនោះអ៊ំប្រុសម្នាក់នោះក៏បានដើរទៅជិតរទេះសេះរបស់ប្តីប្រពន្ធពីរនាក់នោះដោយគាត់បានលើកដៃសំពះប្រណម្យដោយសូត្រ
មុនគាថាដែលគាត់បានចេះដែលគាត់បានប្រាប់ថាគាត់នឹងចងសីមាសិលនៅលើរទេះសេះនោះអស់រយៈពេលមួយសន្ទុះគាត់ក៏បានប្រាប់ទៅកាន់ប្តីប្រពន្ធពីរនាក់នោះថាសូមឲ្យប្តីប្រពន្ធឯងពីរនាក់ធ្វើដំណើរទៅប្រកបដោយសុវត្ថិភាពហើយក្មួយត្រូវចងចាំសម្ដីរបស់អ៊ំឲ្យបានច្បាស់កុំភ្លេចឲ្យសោះឮដែរឬទេតើពាក្យសម្ដីអ្វីទៅលោកអ៊ំទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយមិនថាក្មួយនិងប្រពន្ធរបស់ក្មួយជួបរឿងនៅតាមផ្លូវយ៉ាងម៉េចក៏ដោយទៅចោះណាសូមក្មួយទាំងពីរហាមចុះពីលើរទេះសេះនេះជាដាច់ខាតសូមចាំពាក្យសម្ដីរបស់អ៊ំណាបាទលោកអ៊ំអញ្ចឹងខ្ញុំលាលោកអ៊ំសិនហើយព្រោះថាមេឃក៏ចាប់ផ្ដើមងងឹតហើយដែរនឹងប្រញាប់បានទៅដល់ផ្ទះម្ដាយរបស់ខ្ញុំផងអញ្ចឹងក្មួយឆាប់ចេញដំណើរទៅអ្នកទាំងពីរក៏បានធ្វើដំណើរតាមរទេះសេះតិចព្រោះថាប្រពន្ធមានទម្ងន់ចិត្តគ្រប់ខែគាត់មិនហ៊ានបរទេះសេះលឿននោះទេហើយពួកគេធ្វើដំណើរបើគិតជារយៈពេលនោះតម្រាំតែទៅដល់ផ្ទះម្ដាយរបស់ពួកគេគឺចំណាយពេលប្រមាណជាជិត3ម៉ោងឯណោះដោយសារតែរទេះសេះស្របពេលជាមួយនឹងផ្លូវក៏វារៀងពិបាកដែរពួកគាត់បរទេះសេះបណ្ដើរប្តីក៏ងាកសួរប្រពន្ធបណ្ដើរថាតើអូនឈឺពោះដែរឬទេប្រពន្ធក៏បានឆ្លើយប្រាប់ថាអូខ្ញុំមិនអីទេគឺបងបរទេះសេះតិចក៏បានដែរមិនចាំបាច់លឿនពេកទេព្រោះថាយើងមិនប្រញាប់ឯណាហើយមេឃក៏មិនទាន់ងងឹតខ្លាំងដែរមើលទៅម៉ោងទើបតែម៉ោង5ជាងនោះទេប៉ុន្តែនៅតាមផ្លូវមានដើមឈើអមសងខាងលុះពេលគាត់បរទេះសេះទៅដល់ផ្លូវបំបែកដែលបែងចែករវាងភូមិខាងត្បូងនិងភូមិខាងជើងនោះប្រពន្ធរបស់គាត់ក៏បានសួរទៅកាន់ប្តីរបស់គាត់ថាណែបងតើភូមិខាងជើងនោះមែនទេតែលោកអ៊ំគាត់បាននិយាយថាជាភូមិដែលមានអាបមានធ្មប់នោះភ្លាមនោះប្តីរបស់គាត់ក៏បានប្រាប់ទៅកាន់ប្រពន្ធថាអូនអូនមានពោះមានពងកុំនិយាយរឿងបែបហ្នឹងអីណាវាគ្មានរឿងអ្វីនោះទេភូមិនេះគ្រាន់តែជាភូមិដែលមិនសូវមានមនុស្សរស់នៅតែប៉ុណ្ណោះវាគ្មានអាបធ្មប់មកពីណាទេអូនកុំបាច់និយាយបែបនេះអីណាធ្វើឲ្យអារម្មណ៍របស់អូនមិនល្អទៅវិញនោះទេយើងធ្វើដំណើរទៅផ្ទះម្ដាយរបស់យើងមិនចាំបាច់គិតថាភូមិនេះគឺជាភូមិអាក្រក់នោះទេដោយសារតែពេលខ្លះទៅអ្នកភូមិគេមិនចូលចិត្តភាពអ៊ូអរក៏ថាបានដែរណាពេលដែលគេទាំងពីរអ្នកប្តីប្រពន្ធគេធ្វើដំណើរទៅដល់ផ្លូវធំហើយក៏មានផ្លូវបំបែកមួយទៅឆ្វេងមួយទៅស្ដាំនៅពេលនោះគេទាំងពីរអ្នកក៏ស្ទាក់ស្ទើរថាឯងខ្ញុំខានទៅផ្ទះម៉ែយូរហើយតើផ្លូវខាងឆ្វេងឬក៏ផ្លូវខាងស្ដាំទៅនៅពេលនោះប្រពន្ធរបស់គាត់ក៏បានសួរថាខ្ញុំក៏ភ្លេចដូចគ្នាដែរឯងមិនដឹងថាផ្លូវខាងឆ្វេងឬខាងស្ដាំទេហើយយល់ល្អយើងឈប់នៅទីនេះបន្តិចសិនទៅដោយសារតែខ្សែក៏រៀងហត់ដែរហើយរលាក់ក៏រលាក់ទៀតយើងសម្រាកបន្តិចសិនទៅនៅភ្លាមនោះក៏មានឮសំឡេងមនុស្សហៅពីក្រោយហៅថាអ្នកទាំងពីរចាំផងខ្ញុំសូមជិះរទេះសេះទៅភូមិខាងមុខផងខ្ញុំគ្មានអ្វីជិះទេខ្ញុំដើរហត់ណាស់ភ្លាមនោះប្រពន្ធរបស់គាត់នឹងក៏បានប្រាប់ទៅកាន់ប្តីថាឯងឈប់សិនមើលកុំតន់អាលទៅមុខទៀតអីមានមនុស្សសុំយើងសុំដោយសារដែរតើឯងគួរតែឲ្យគេជិះដែរឬទេប្តីគាត់ក៏បាននិយាយទៅកាន់ប្រពន្ធថាមិនកើតទេដឹងឯងមេឃចិត្តយប់ហើយណាមួយទៅអីវ៉ាន់យើងក៏ច្រើនដែរសំពីងសំពងពេញរទេះសេះបាត់ទៅហើយណាមួយឯងក៏ទម្ងន់ទៀតខ្ញុំមិនចង់ឲ្យមនុស្សឡើងជិះនាំតែចង្អៀតទេហើយប្តីរបស់គាត់នោះក៏បានស្រែកប្រាប់ទៅកាន់មនុស្សដែលស្រែកមកពីក្រោយរទេះសេះរបស់គាត់ថាអធិស្ឋានផងបងអើយរទេះសេះរបស់ខ្ញុំដាក់អីវ៉ាន់ពេញបាត់ទៅហើយ
សូមបងរកអ្នកផ្សេងជិះទៅចោះខ្ញុំធ្វើដំណើរទៅឆ្ងាយណាស់បងខ្ញុំប្រញាប់ព្រោះថាមេឃជិតយប់ហើយសូមបងអធិស្ឋានផងនៅពេលនោះគាត់ក៏បានចេញរទេះសេះទៅដោយគាត់បររទេះសេះយឺតមួយដោយសារតែខ្លាចប្រពន្ធគាត់នឹងរលាកឈឺពោះអីអញ្ចឹងទៅហើយសំឡេងនោះក៏បានលឺខ្លាំងទៅឈប់សិនខ្ញុំសុំទៅដែរមកខ្ញុំឃ្លានណាស់ខ្ញុំឃ្លានក្មេងក្នុងពោះនោះណាស់ឈប់សិនមកកុំតន់អាលទៅអីឈប់សិននៅពេលដែលប្រពន្ធគាត់បានឮសំឡេងដូច្នេះគាត់ក៏បានងាកទៅក្រោយហើយបើកភ្នែកធំនិយាយប្រាប់ទៅកាន់ប្តីរបស់គាត់ថាបងបងមានមនុស្សរត់ពីក្រោយយើងមនុស្សឬក៏ខ្មោចទៅខ្ញុំពិតជាខ្លាចណាស់បងឆាប់បរទេសសេះឲ្យលឿនទៅវារត់មកតន់យើងឥឡូវហើយបងប្តីរបស់គាត់ក៏បាននិយាយទៅកាន់ប្រពន្ធថាមិនអីទេអូនទប់រទេះសេះឲ្យជាប់ណាបងព្យាយាមបរទេះសេះគេចចេញពីទីនេះហើយបងមិនឲ្យវាមកតាមតន់ទេហើយអូនកុំចុះពីរទេះសេះជាដាច់ខាតណានៅពេលដែលបរទេះសេះចេញពីផ្លូវបំបែកមួយនោះផ្លូវក៏មិនសូវរលាក់ប៉ុន្មាននោះដែរគាត់ក៏បានវាយសេះឲ្យរត់រៀងលឿនបន្តិចហើយនៅពេលដែលគាត់ងាកទៅក្រោយឃើញថាមានបុរសសក់វែងភ្នែកពណ៌ក្រហមរត់ដេញតាមពីក្រោយរទេះសេះរបស់គាត់ឈប់សិនអ្នកបរទេះសេះខ្ញុំចង់ស៊ីក្មេងនៅក្នុងពោះនោះណាពិតជាគួរឲ្យឆ្ងាញ់ខ្លាំងណាស់ខ្ញុំចង់ស៊ីក្មេងនៅក្នុងពោះនោះឈប់សិននៅពេលដែលធ្មប់នោះរត់ប្រដេញមកពីក្រោយរទេះសេះជិតទាន់ទៅហើយធ្មប់ក៏ស្រវាដៃមកចាប់រទេះប៉ុន្តែរទេះនោះប្រែคล้ายទៅជាក្តៅដូចជារងើកភ្លើងអញ្ចឹងព្រោះដោយសារតែលោកអ៊ំដែលនៅជិតផ្ទះអ្នកទាំងពីរនោះបានខ្សែបមុនគាថាចងសមាសិលទៅលើរទេះសេះនោះអូយក្តៅណាស់អូហេតុអ្វីទៅអាចចង្រៃឯងមានរបស់ការពារខ្លួនផងថ្ងៃនេះយើងដាច់ខាតត្រូវតែស៊ីក្មេងនៅក្នុងពោះនេះឲ្យបានប្តីប្រពន្ធពីរនាក់នោះក៏បានបរទេសសេះលឿនទៅដោយលែងខ្វល់ពីទុក្ខលំបាករបស់ប្រពន្ធទៀតហើយព្រោះធ្វើយ៉ាងណាឲ្យតែបានគេចផុតពីកណ្ដាប់ដៃធ្មប់មួយនេះអូណាឆាប់ទប់ប្រទេសសេះឲ្យជាប់ណាបងវាយសេះឲ្យរត់ឲ្យលឿនហើយបើមិនដូច្នោះទេយើងគេចមិនផុតពីកណ្ដាប់ដៃធ្មប់នេះទេហើយធ្មប់នោះក៏ប្រឹងប្រើមហិទ្ធិឫទ្ធិរបស់វារត់ដេញតាមរទេះសេះនោះហើយប្រពន្ធរបស់គាត់ភ័យផងយំផងដោយមិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេគាត់ក៏បាននឹកឃើញថាលោកអ៊ំម្នាក់នោះបានឲ្យកថារបស់គាត់មកកាន់គាត់ទាំងពីរប្រពន្ធរបស់គាត់ពេលដែលឃើញធ្មប់នោះរត់មកទន្ទឹមនឹងគាត់ហើយបានលូកដៃមករកគាត់ថែមទាំងយកអណ្ដាតដល់វែងរបស់ធ្មប់នោះលានអណ្ដាតលិតពោះរបស់គាត់ទៀតធ្វើឲ្យគាត់ភាំងស្មារតីប៉ុន្តែគាត់ក៏បានយកកថាដែលលោកអ៊ំនោះឲ្យញាត់ចូលទៅក្នុងមាត់ធ្មប់នោះមួយរំពេចនោះឯងមហិទ្ធិឫទ្ធិនិងមន្តគាថារបស់កថាដែលលោកអ៊ំបានឲ្យបានធ្វើឲ្យធ្មប់នោះក្តៅរលរៀលពេញខ្លួនប្រៀបបីដូចជានៅក្នុងអណ្ដាតភ្លើងអញ្ចឹងអូក្តៅណាស់ជួយផងជួយផងហើយធ្មប់នោះក៏រលាយបាត់រូបប្រៀបបីដូចជាផ្សែងត្រូវខ្យល់អញ្ចឹងហើយប្តីប្រពន្ធពីរនាក់នោះក៏បរទេសសេះទៅដល់ផ្ទះម្ដាយរបស់គាត់ដោយសុវត្ថិភាពសូមអរគុណប្រិយមិត្តដែលចូលមកស្ដាប់រឿងនិទានជាមួយនឹងបក្សីទេព
ដែលពាក់ព័ន្ធទៅជាមួយនឹងរឿងធ្មប់ក្នុងភូមិចម្លែកយើងរងចាំជួបគ្នានៅវីដេអូក្រោយទៀតកំហុសខុសឆ្គងនៃការមានឡើងនៅក្នុងវីដេអូនេះសូមប្រិយមិត្តខន្តីអភ័យទោសតាមការគូរសូមអរគុណ